អូខេសួស្តីបងប្អូនគ្នាស្វាគមន៍កាន់ Channel ខ្ញុំជាបងគ្រូចឹងដោយសារតែយើងក៏គៀកមកដល់បាត់រូបដែរហើយកំឡុងពេលចូលឆ្នាំយើងសប្បាយរីកអរអីចឹងក៏យើងបកមកដល់ការប្លុកបាត់រូបរបស់យើងឆ្នាំ2021វិញអញ្ចឹងយើងឃើញមានសិស្សជាច្រើនមានបញ្ហាជាមួយនឹងអនុគមហើយនឹងមិនសូវស្គាល់អញ្ចឹងលោកគ្រូធ្វើការសិក្សាលម្អិតជាមួយអនុគមពីពេលហ្នឹងទៅហើយដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការយកបន្ទុកនៅក្នុងការប្រឡងបាត់រូបអូខេចឹងយើងវិញចំពោះទី1គឺយើងសិក្សាភាពទូទៅនៃអនុគមចឹងយើងមើលនិយមន័យនៃអនុគមរបស់យើងអញ្ចឹងគេនិយមន័យមួយជាអនុគមចឹងយើងមើលទាំងអស់គ្នាទាំងឃើញថាគេអាចជាតំណែងទ្វេធាតុមួយពីសំណុំទៅសំណុំ s បើចំពោះ x នីមួយនៃមានធាតុ y តែមួយយ៉ាងច្រើននៃ s តាមរូបភាព y ស្មើ nx នោះតំណែង nx ជាអនុគមតំណែង s ជាអនុគមអញ្ចឹងយើងមើលនិយមន័យអនុគមគឺគេទៅសេថា s អញ្ចឹងពីសំណុំទៅសំណុំ s អញ្ចឹងយើងទាញបាន x មានតម្លៃ x របស់សំណុំហ្នឹងចេញរូបភាពy ហ្នឹងស្មើ nx តែមួយគត់អញ្ចឹងយើងមើលការបកស្រាយរបស់គេយើងមើលគេកំណត់មើលអញ្ចឹងគេឲ្យចំណាំមើលគឺសំណុំដើមសំណុំដើមគឺជាធាតុដើមដែលធ្វើឲ្យចេញរូបភាពនេះតើតែមានសំណុំដើមទើបមានសំណុំចុងអញ្ចឹង x ជាធាតុដើមមាន x ទើបធ្វើឲ្យមាន y ណាអូខេអញ្ចឹង x ជាសំណុំចុងអញ្ចឹង nx មកពីពាក្យថា love function វាភាសាបារាំងតែពេលនៅអង់គ្លេសយើងfunction ហើយដោយសារតែសភៅនេះជាសភៅដែលលោកគ្រូគាត់បរៀនពីសម័យដើមលោកគ្រូសិនខាន់ឌីអញ្ចឹងគាត់ពិចារណាសរសេរតាមភាសាបារាំងអញ្ចឹងសិស្សសម័យទំនើបគឺអាចប្រើជាភាសាអង់គ្លេសបានអត់ជាបញ្ហាទេអញ្ចឹងយើងអាចសិក្សាបានទាំង3ភាសាខ្មែរអង់គ្លេសនិងបារាំងអូខេអញ្ចឹងយើងមើលគេឲ្យយើង check មើលឧទាហរណ៍របស់វាអញ្ចឹងយើងមើលគេនិយាយថាជាសំរុំដើមទៅទេអញ្ចឹងវាមានធាតុរបស់វាគឺ1 2 3 4អញ្ចឹងទៅអូខេអញ្ចឹងតាមរូបភាពនេះ s អញ្ចឹងយើងកំណត់បាន s ធំមួយនេះទៅនេះសំណុំដើម s នេះសំណុំចុងយើងទាញពីសំណុំដើមទាញឲ្យសំណុំចុងទៅមួយគត់អញ្ចឹងយើងនិយាយថានេះs មានធាតុមានធាតុ1 2 3 4អញ្ចឹងតាមរូបភាពនេះ s ហ្នឹងទាញបាន s ធំអញ្ចឹងមើល s1 ជាមួយ s ជាអនុគម s1 ស្មើ s2 ស្មើ a s2 ស្មើ ស្មើ b ស្មើ c អញ្ចឹងយើងទាញបាន s ហ្នឹងគឺជាអនុគមហើយលក្ខខណ្ឌមួយទៀតs វាមិនមែនជាអនុគមទេហេតុអីដោយសារនេះសំណុំដើមមួយគឺជារូបភាព s ដល់ទៅ2អញ្ចឹង s នេះជាមិនមែនជាអនុគមទេតើនេះអញ្ចឹងយើងមើលសំណុំមានមួយធាតុ1 2 3ហ្នឹងចេញរូបភាពដល់ទៅ4អញ្ចឹងវាមិនមែនជាអនុគមទេអញ្ចឹងយើងមើលនិយមន័យដើមមកគេថា s ជាអនុគមនេះគេបើចំពោះ x នីមួយនៃមានធាតុ y តែមួយយ៉ាងច្រើនគឺមានតែមួយយ៉ាងច្រើនគឺមួយគត់ច្រើនបំផុតមួយអាចនឹងអត់តើនេះបើអត់គឺអត់អីទេតែបើមានលើសពី2គឺអាហ្នឹងមិនជាតំណែងអនុគមទេតើនេះអញ្ចឹងយើងឆ្លងកាត់តាមនិយមន័យហ្នឹងគឺយើងអាចយល់បានថាអនុគមវាបែបម៉េចតើនេះអូខេអញ្ចឹងសង្គមតែទាំងនេះច្បាស់ពីតំណែងអនុគមអញ្ចឹងអនុគមវាចេញពីនេះអញ្ចឹងអនុគមរបស់យើងគឺចេញពីសំណុំដើមទៅសំណុំ s តាមរូបភាពn នេះទៅនេះអូខេចឹងយើងមើលអ្វីបន្ទាប់គឺដែនកំណត់អនុគមអញ្ចឹងយើងដឹងហើយថានៅក្នុងសាសនាអនុគមរបស់យើងពិសេសសង្គ្រាមគឺគេអនុគមមកគឺចាប់ផ្ដើមដំបូងឡើយសំណួរគេគឺតាក់ទងជាមួយនឹងដែនកំណត់អនុគមដើម្បីយកវាទៅសិក្សា limit នៃចុងដែនកំណត់តោះនេះអញ្ចឹងយើងធ្វើការសិក្សាលម្អិតអំពីដែនកំណត់របស់វាដែរអញ្ចឹងយើងមើលដែនកំណត់អនុគមអញ្ចឹងដែនកំណត់អនុគមយើងមើលនិយមនេះវាទៅគឺដែនកំណត់អនុគមគឺជាសំណុំតម្លៃអថេ x ដែលធ្វើឲ្យ nx កំណត់បានឬមានន័យទៅណាអញ្ចឹងដែលចំណាំតែយើងសួរថាដែនកំណត់អញ្ចឹងរកដែនកំណត់គឺរកដើម្បីអីគឺយើងរកសំណុំគឺតែយើងចាំនិយាយថា x ហ្នឹងតែវាមានច្រើនអថេច្រើនមែនទែនតែវាច្រើនយើងនិយមន័យដែលយើងចាំនិយាយថា x y អញ្ចឹងយើងនិយាយ x y ចុះអញ្ចឹងគឺអ្វីដែលយើងរកតម្លៃ x ណាដែលធ្វើឲ្យអនុគម s ហ្នឹងគឺកំណត់បានតោះនេះអញ្ចឹងហ្នឹងហើយគឺជាដែនកំណត់នៃអនុគមអញ្ចឹងយើងមើលតាមរយៈអនុគមs កំណត់ពីសំណុំដើមទៅសំណុំចុងគឺសំណុំដើមទៅសំណុំចុង s តាមរយៈx ជាធាតុរបស់មានថាជាធាតុមួយរបស់សំណុំដើមយើងទាញបានរូបភាពមួយ y ស្មើ nx គឺជាសំណុំចុងតោះនេះអញ្ចឹងយើងបានដែនកំណត់របស់យើងគឺស្មើនឹងគេគឺ x
x របស់ មាន x នៅក្នុងសំណុំដែល slash នេះសញ្ញា slash នេះភាសាអង់គ្លេសហៅ slash យើងហៅថាខ្ទាស់មួយហ្នឹងឬចែកហ្នឹងមានធាតុ y របស់ s គឺជាសំណុំរូបភាពគឺឬក៏សំណុំចុងឯងតាម y ស្មើ nx តោះនេះអញ្ចឹងកាលណាយើងមានតម្លៃ x យើងជ្រុះចូល nx យើងទីបានសំណុំរូបភាពនៃ nx ហ្នឹងនៃ y គឺតាមរូបភាព nx នេះតោះនេះអូខេអញ្ចឹងយើងមើល d របស់យើងនេះគឺមកពាក្យថា domain គឺភាសាអង់គ្លេសអានេះគឺ domain ជាតែ domain ភាសាបារាំងហ្នឹងខ្ញុំក៏មិនច្បាស់ដែរភាសាបារាំងរៀនបានមួយឆ្នាំតែដូចជាភ្លេចចង់អស់ហើយអូខេអញ្ចឹងគឺដៃកំណត់ឯងអញ្ចឹងភាសាអង់គ្លេសគេថា domain ហ្នឹង domain អូខេអញ្ចឹងយើងមើលចំណាំរបស់យើងអញ្ចឹងដៃកំណត់អញ្ចឹងយើងមើលអនុគមមួយយើងមើលកំណត់ចំណាំដៃកំណត់គឺតម្លៃ x ណាធ្វើអនុគមនេះអញ្ចឹងយើងត្រូវយល់ពីអនុគមមួយវាមានរៀងមិនដើម្បីយើងអាចកំណត់បានអញ្ចឹងអនុគមរបស់យើងវាមានច្រើនទម្រង់មែនទែនអញ្ចឹងយើងមានជាប្រភេទជាអនុគមពហុធាអញ្ចឹងដៃកំណត់វាគឺស្មើ a ហើយកាលណាអនុគមនៃក្រមរ៉ាឌីកាល់ហ្នឹងកាលណានៅក្រមរ៉ាឌីកាល់យើងនឹងជារើសទី2បើសិននេះជាមិនថារើសទី2ឬទី4អាចជារើសគូបើសិនកាលណាវាជារើសគូតម្លៃខាងក្រោមហ្នឹងមានតែមិនឬគូមានថាស្វ័យគុណនេះគឺសន្ទុះនេះគឺអាចជា4រ៉ាឌីកាល់ទី2ទី4ទី6អញ្ចឹងគឺគូនេះអញ្ចឹងកាលណាកំណត់បានកាលណាខ្ជុះគឺធំជាងឬស្មើ0ទេហើយប្រភេទនេះគឺដូចទៅនឹងប្រភេទយើងធម្មតាដែរកាលណាវាមាននេះលុះតែខ្ជុះ x ហ្នឹងគុយ x ហ្នឹងខុសពី0អញ្ចឹងយើងត្រូវរដោះស្រាយ x តាមរយៈសមីការឬក៏អនុគមខ្ជុះ x ហ្នឹងខ្ជុះ x ហ្នឹងគឺជាអនុគមមួយអញ្ចឹងអនុគមវាអាចជាអនុគមអីខ្លះចឹងអនុគមនៅក្នុងកម្រិតវិទ្យាល័យយើងមាន14គឺ expo logarit ពហុធាហើយនឹងត្រីកោណមានណាអញ្ចឹងយើងមើលអានេះគឺដូចគ្នាចឹងនេះមានភាពបាយនៅគេតែភាពបាយនេះគឺមាន radical ចឹងកាលណាមាន radical យើងដាច់ខាត់ត្រូវតែខ្ជុះ x ហ្នឹងធំជាង0តោះនេះហើយ y ស្មើ logarit a នៃ x ហ្នឹងវាកំណត់បានលុះត្រាតែគេចឹងលក្ខខណ្ឌនេះអនុគម logarit ទៅនេះ logarit កាលណាលុះត្រាតែតួខាងនេះវាធំជាង0ដាច់ខាតមកតោះអូខេហើយតម្លៃ a នេះគឺតម្លៃអនុគមថេរតែជាងទៅគឺ a គឺត្រូវធំជាង0អត់អាចគោតូចជាង0ទេអូខេចឹងនេះគឺ y ស្មើ a សគុណ x គឺជាអនុគម exponential ចឹងកាលណា exponential គឺតម្លៃ a យើងត្រូវធំពី0ហើយខុសពី1កំណត់បាននេះគឺជាតម្លៃនិយមន័យរបស់វាទេជានិយមន័យរបស់អនុគម exponential ហើយកាលណាអនុគម exponential កាលណាគោលវាខុសធំជាង0ហើយខុសពី1គឺដែលកំណត់គឺស្មើ a តោះនេះហើយនឹង y ស្មើ sin x អញ្ចឹងមានទាំងតង់មានទាំងអីទៀតអញ្ចឹង sin cos គឺវានៅលើអនុគមពងយើងដែលកំណត់វាគឺស្មើ a ហើយនឹង y ស្មើតង់ x យើងកំណត់បានចំពោះ x ខុសពីដល់កាផៃបូកកាផៃផាលើ2ចែកឲ្យកាផៃការរបស់សេតចានេះគឺយើងអាចសម្រាយបាននៅក្នុងតំណែងដោយសារតង់ x យើងស្មើ sin កុសហើយកូសតង់យើងគឺស្មើកុសលើ sin អញ្ចឹងយើងដាក់លក្ខខណ្ឌឲ្យ sin ខុសពី0កុសខុសពី0យើងអាចរកដៃកំណត់របស់ x បានហើយអញ្ចឹងនេះគឺយើងនឹងសិក្សាលម្អិតនៅផ្នែកខាងក្រោយអូខេហើយយើងមើលកំណត់ច្រើនមកគេមានលក្ខខណ្ឌពិសេសមួយបើសិនជា nx មានដៃកំណត់ d ហើយ zen x មានដៃកំណត់i គឺមានដៃកំណត់ do ហើយ z មានដៃកំណត់ d នោះយើងបាន s បូក z មានដៃកំណត់គឺស្មើនឹងd1 ផ្សព្វទៅ2ហើយផលគុណរបស់វាក៏មានដៃកំណត់d1 ក៏ដោយ d2 ដែរប៉ុន្តែអត់មានលក្ខណៈជាផលចែកទេណាយើងមើលមានតែផលបូកហើយនិងផលគុណទេផលបូកដកហើយនិងផលគុណទេនៅពេលផលចែកគឺផ្សេងគ្នាផលចែកគឺយើងត្រូវរកក្នុងលក្ខខណ្ឌផ្សេងគឺចូលនៅក្នុងលក្ខខណ្ឌនេះវិញគឺជាអនុគម2អាចចូលទម្រង់មួយជាប្រភេទតោះអូខេណាអញ្ចឹងយើងក៏វែងច្រើនដែរអញ្ចឹងយើងបញ្ចប់ប៉ុណ្ណេះយើងជួបគ្នានៅភាគបន្ត